នេះគឺជារឿងមួយដែលភ្ញៀវទេសចរមិនចង់ជួបពេលដែលទៅដើរលេងកម្សាន្តនៅប្រទេសនីមួយៗដែលវ៉ាន់របស់ពួកគាត់ខ្ជាប់ទៅក្នុងកាបូបទាំងនោះមានប្រៀបដូចជារបស់ខ្លះគឺសំខាន់ដូចជាគាត់ដាក់ជាវត្ថុដែលអាចប៉ះពាល់បែកបានបើយើងគ្មានការប្រុងប្រយ័ត្នហើយយើងក៏មិនចង់ជួបនៅទង្វើបែបនេះនៅក្នុងពលានយន្តហោះឬសម្រាប់នៃការទទួលភ្ញៀវទេសចរពីតំបន់ផ្សេងៗពីប្រទេសផ្សេងៗនោះទេយើងមើលសកម្មភាពទាំងនេះហើយនេះគឺជាអ្វីដែលកើតឡើងនៅក្នុងប្រទេសនីមួយៗហើយក៏មិនប្រកាសថាមានប្រទេសទាំងអស់នោះគឺអាក្រក់ទាំងអស់នោះទេក៏មានប្រទេសមួយចំនួនគឺគាត់ប្រុងប្រយ័ត្ននៃការរៀបចំអីវ៉ាន់ឲ្យភ្ញៀវខ្លាំងណាស់ដើម្បីជៀសវាងនៃការបបែករបស់ភ្ញៀវដើម្បីយកចិត្តទុកដាក់ជាមួយនឹងភ្ញៀវហើយក៏ប្រទេសមួយចំនួនទៀតក៏ភ្លេចខ្លួនក៏ប្រើបុគ្គលិកមួយចំនួនគឺគាត់ធ្វើការមិនបានទៅតាមរបស់ក្រុមហ៊ុនធ្វើឲ្យរឿងអាក្រក់មួយកើតឡើងក៏បាត់បង់ភ្ញៀវទេសចរទៅតាមផងដែរក្នុងភូមិនាំគ្នាប្រើវិធីចាប់ក្តាមបែបសម័យមុនគេយកថ្មត្រប់គិតគ្នាធ្វើឲ្យក្តាមទាំងនោះរត់ចេញក្រៅមនុស្សមួយចំនួនបើមិនដឹងថារឿងនេះអាចទៅរួចបើមិនឃើញនឹងភ្នែកពួកគេមួយថ្ងៃថ្មីមួយថ្ងៃគេរកក្តាមបានយ៉ាងងាយបើអ្នកមិនដឹងវិធីនេះពិតប្រាកដណាស់គឺពិបាករកក្តាមទាំងនោះហើយក៏មិនដឹងថាមួយនឹងរកក្តាមបានទទួលទានអត់ផងមានតែអ្នកក្នុងភូមិគាត់ទើបអាចរកក្តាមបានញោមនេះជាវិធីចាស់សម័យមុនចុះអ្នកបានទស្សនាហើយតើយ៉ាំគិតថាគាត់ពូកែឬអត់ប្រទេសមួយនេះកំពុងតែកែច្នៃនៃធុងនំចាស់ជាមួយនឹងធុងបាទដាក់ប្រេងឬធុងម្សៅធុងពណ៌អីផ្សេងជាដើមពួកគាត់កំពុងតែសម្អាតធុងទាំងនោះដោយការវះកាត់ធុងទាំងនោះចេញបន្ទាប់មកគាត់យកធុងដែលគាត់វះកាត់រួចហើយគាត់បានយកទៅចូលទៅក្នុងទឹកសម្អាតបន្ទាប់ពីសម្អាតដោយសារទឹកមួយនេះវាកាត់ខ្លាំងមិនថាកម្ទេចពណ៌ណាមួយក៏ដោយមិនអាចជាប់ជាមួយនឹងធុងនេះបានទេពេលនេះធុងដែលគាត់សម្អាតនោះគឺរួចរាល់ទៅហើយក៏បាននាំគ្នាជញ្ជូនយកទៅហាលពេលដែលហាលស្ងួតរួចរាល់ពួកគាត់ក៏រៀបចំដើម្បីយកទៅគៀបដើម្បីកិនឲ្យស្អាតត្រង់សាដើមបន្ទាប់ពីការសម្អាតនិងការកិនម៉ត់រួចអស់ហើយពួកគាត់ក៏បានយកទៅកាត់ធ្វើជាបន្ទះពេលដែលគាត់កាត់ជាបន្ទះរួចរាល់ក៏បានប្រើទៅធ្វើជាម៉ាស៊ីនដើម្បីគៀបធ្វើជាបាទថាសនីមួយបងប្អូនឃើញថាថ្មីទាំងនេះយើងគិតថាប្រការផលិតនឹងគឺចេញពីរបត់ថ្មីហើយតែក៏ពិតទៅនោះគឺជាធុងចាស់ដែលគាត់សម្អាតរួចរាល់ផលិតទៅ